ជាការចាប់ផ្ដើមគឺខ្ញុំសុំសួរមួយសិនកុំឲ្យចាញ់អាដាមលោកជំទាវខ្ញុំសុំសួរមួយសិនសំណួររបស់ខ្ញុំគឺផ្ដោតទៅអាដាមហៅពេញតែម្ដងអត់មាននិយាយគ្នាមុនទេអាដាមខ្ញុំសុំសួរតែម្ដង surprise អាដាមខ្ញុំចាប់អារម្មណ៍ចំពោះអ្វីដែលអាដាមបានលើកឡើងជាពិសេសគឺប្រសាសន៍របស់សម្ដេចរបស់អាដាមរដ្ឋាភិបាលឧបនាយករដ្ឋមន្ត្រីពីព្រោះស្តៀងខ្ញុំដែរគឺថាមើលប្រទេសមួយខ្លាំងត្រូវមើលកម្លាំងឧត្តមសិក្សាដែលអានេះខ្ញុំមិនហ៊ានថា quote ទេដោយសារបើ quote អាចនឹងខុសពាក្យគឺជា paraphrase ដែលខ្ញុំបានប្រើឬបើយើងនិយាយឲ្យចំវិញគឺថានៅពេលដែលគេនិយាយពីបដកម្មសេដ្ឋកិច្ចឬក៏ការជំរុញកំណើនសេដ្ឋកិច្ចគេតែងតែកលែកមកមើលវិស័យឧត្តមសិក្សាយើងហើយក្នុងន័យល្អគេថាឧត្តមសិក្សាសំខាន់ក្នុងន័យមិនល្អគឺថាបើមិនសម្រេចផលទេគឺឧត្តមសិក្សាយើងត្រូវទទួលបន្ទុកនៅក្នុងន័យនេះគឺមកកម្រិតអញ្ចឹងតែតាមពិតការជំរុញកំណើនសេដ្ឋកិច្ចគឺវាទាមទារទាំងពីមូលធនមនុស្សវាទាមទារទាំងហេដ្ឋារចនាសម្ព័ន្ធវាទាមទារទាំងពីវប្បធម៌សង្គមស្ថាប័នបាទវាទាមទារនៅកត្តាផ្សេងច្រើនណាស់ដើម្បីសម្រេចនៅកំណើនសេដ្ឋកិច្ចចុះហេតុអីបានជាគេដាក់បន្ទុកមកលើអាដាមសិក្សាយើងខ្លាំងមែនអាដាមសុំអាដាមជួយបកស្រាយកន្លែងហ្នឹងមុនពេលដែលខ្ញុំផ្ដល់វេទិកាជូនទៅអង្គពិធីសុំសំណួរនឹងសិនបាទសុំក្រុមជើញបាទសូមអរគុណអាដាមសមរតនាខ្ញុំថាសំណួរនេះគឺចាក់ចំបេះដូងតែម្ដងដូចយើងដឹងស្រាប់ហើយកន្លងមកមានការទៅចែកពីបរិបទមួយថាធ្វើយ៉ាងម៉េចឲ្យប្រទេសកម្ពុជាខ្លាំងហើយចម្លើយទៅវិញគឺប្រទេសកម្ពុជាមួយខ្លាំងគឺប្រជាពលរដ្ឋខ្លាំងបាទអាហ្នឹងសម្រាប់ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំទស្សនៈមួយទៀតគឺលើកឡើងថាដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើនត្រូវការឧត្តមសិក្សាខ្លាំងហើយហេតុអីបានជាគេផ្ដោតបឧត្តមសិក្សាព្រោះឧត្តមសិក្សាការបណ្ដុះបណ្ដាលមនុស្សគឺកន្លែងដែលចប់លៀនគាត់ចូលវិស័យការងារវាខុសចេញមកពីរចនាសម្ព័ន្ធអប់រំពីក្រោមឡើងមកលើគឺគាត់ជាប់ហើយគាត់ឡើងបន្តរហូតប៉ុន្តែឧត្តមសិក្សានៅពេលជាប់ហើយគាត់ចូលវិស័យការងារភ្លាមកន្លែងហ្នឹងហើយអាចវាស់វែងបានភ្លាមអញ្ចឹងសម្រាប់ឧត្តមសិក្សាមួយខ្លាំងដូចខ្ញុំឡើងធ្វើបទអន្តរកម្មខ្លីគឺទី1ត្រូវកសាងឧត្តមភាពកម្មវិធីសិក្សាហើយរបៀបផ្ដោតទៅលើកម្មវិធីអ្វីមួយឲ្យច្បាស់ដោយអាដាមរដ្ឋាភិបាលឧបនាយករដ្ឋមន្ត្រីលោកតែងតែឲ្យសាលាធ្វើម៉េចរំលេចកម្មវិធីណាមួយឲ្យខ្លាំងឲ្យចេញជា role model តែម្ដងដើម្បីយើងនឹងបន្តពង្រីកតទៅទៀតបាទអញ្ចឹងហើយកន្លែងនេះគឺជាកន្លែងសំខាន់សម្រាប់ឲ្យសាកលវិទ្យាល័យមួយខ្លាំងសម្រាប់ខ្ញុំមានតែពីរទេចំណុចរួមគឺកសាងឧត្តមភាពនៃកម្មវិធីសិក្សាណាមួយឲ្យរឹងមាំហើយនៅក្នុងកម្មវិធីហ្នឹងគឺមាន2គឺត្រូវគ្រូពូកែគ្រូខ្លាំងហើយផុតពីហ្នឹងនិស្សិតត្រូវមានសមត្ថភាពល្អសមត្ថភាពខាងផ្នែកចំណេះដឹងទូលំទូលាយសមត្ថភាពខាងផ្នែកជំនាញជ្រៅជ្រះនិងត្រូវមានសមត្ថភាពមួយទៀតដែលចាំបាច់បំផុតគឺការគោរពវិន័យម៉ឺងម៉ាត់អា3ដុំហ្នឹងគឺសំខាន់ណាស់ដែលលោកអាចចូលទៅទីផ្សារការងារបានចូលដល់កន្លែងណារីកចម្រើនកន្លែងនោះទៅដល់កន្លែងណាคล้ายទៅជាធនធាននៅកន្លែងនោះអានឹងហើយបានគេហៅថាយុវជនដែលមានសមត្ថភាពពាក្យថាទៅដល់កន្លែងណារីកកន្លែងហ្នឹងទៅដល់កន្លែងណារីកចម្រើនកន្លែងហ្នឹងគឺជាមនុស្សដែលមានកតាវិជ្ជមានហើយមនុស្សដែលមានវិជ្ជមាននេះវាឆ្លងកាត់ការបណ្ដុះបណ្ដាលនៅក្នុងកម្មវិធីដែលល្អតាមរយៈការពិធីសាស្ត្រនៃការបង្រៀនព្រោះពិធីសាស្ត្របង្រៀនអាចធ្វើឲ្យមនុស្សអាចមានចរិតជាវិជ្ជមានបានវិធីសាស្ត្របង្រៀនគឺរបៀបដោះស្រាយបញ្ហាបង្កើតអវិនវត្តទៅដល់កន្លែងការងារណាមួយគឺមិនចាំបាច់ដ្រាម៉ាច្រើនទេចូលដោះបញ្ហាតែម្ដងរួចហើយបង្កើតឲ្យមានការផ្លាស់ប្ដូរនោះឯងជាសមត្ថភាពដែលខ្ញុំបានជម្រាបដែលនិស្សិតដែលត្រូវតែប្រកែគឺដូច្នោះឯងបាទអរគុណអាដាមសានវឌ្ឍនាសមវឌ្ឍនាបាទខ្ញុំពីរនាក់គាត់ច្រើនតែច្រឡំគ្នាអញ្ចឹងគ្រាន់ច្រឡំគ្នារហូតប៉ុន្តែគាត់ថាគាត់ខ្ពស់ជាងខ្ញុំបាទហើយសង្ហាជាងខ្ញុំបាទបាទសំណួរអរគុណអាដាមហៅពេញចំពោះចម្លើយចំ
សូមថ្លែងអំណរគុណអាដាមសានវឌ្ឍនាខ្ញុំសូម pick up សំណួរមួយមុនពេលដែលខ្ញុំជូនមកសំណួរទៀតទៅវេទិកាជូនទៅលោកស្រីសាស្ត្រាចារ្យឬក៏អាដាមទុំសារាវុធក្នុងការសំណួរគឺសួរពីរឿងនិយាយអំពីយើងហៅថាជាអភិបាលកិច្ចល្អនៅកម្រិតគ្រឹះស្ថានឧត្តមសិក្សាហើយបើនិយាយពីរឿងអភិបាលកិច្ចល្អនេះគឺវាមានរឿងច្រើនវាមានអាទិភាពច្រើនដែលត្រូវធ្វើអ្វីដែលចង់ជំរាបសួរទៅវាគ្មិនរបស់យើងទាំងពីរនេះគឺថាបើត្រូវជ្រើសរើសក្នុងការផ្ដល់អាទិភាពនៃកំណែតម្រង់ពាក់ព័ន្ធជាមួយនឹងអភិបាលកិច្ចនេះតើចាប់ផ្ដើមពីរឿងអីមុនគេសូមអរគុណសូមគោរពអាដាមដិតស្វីតចាសាទថ្មីសូមគោរពអង្គសន្និបាតខ្ញុំសូមផ្ដើមខ្លីទេគឺអភិបាលកិច្ចល្អដោយដែលខ្ញុំ quote ឬក៏ថាស្រង់សម្ដីប្រសាសន៍របស់សម្ដេចទៅប្តីអញ្ចឹងគឺថារៀបចំផ្ទះឲ្យបានល្អអញ្ចឹងរៀបចំផ្ទះមិនមែនយើងរៀបម្ដងឲ្យហើយទេហើយក៏មិនមែនរៀបម្ដងមកបន្ទប់ឲ្យហើយទេគឺរៀបជាបដាបាទអញ្ចឹងនៅក្នុងនេះសមាជិក3ដែលខ្ញុំបានដាក់នៅក្នុង slide ដែរគឺមានរចនាសម្ព័ន្ធមាន mechanic សំទោសយន្តការហើយនឹងដំណើរឬក៏ process អញ្ចឹងទាំង3ហ្នឹងគឺយើងត្រូវកសាងយ៉ាងណាឲ្យវាមានទាំង3ហ្នឹងគឺទៅលើបញ្ហាអីមួយយើងគិតទាំង3យ៉ាងនេះគឺមិនរចនាសម្ព័ន្ធឲ្យមានគោលការណ៍និងឲ្យមាន process ជាបដាទៅលើបញ្ហាអីមួយគឺយើងមិនអាចទៅដោះស្រាយគ្រប់រឿងទេហើយធ្វើយ៉ាងណាដំបូងបំផុតគឺគ្រប់គ្រងការរៀននិងបង្រៀនបាទឲ្យរៀននិងបង្រៀនមានដំណើរការបានដោយរលូនហើយបន្តទៅទៀតគឺការស្រាវជ្រាវធ្វើម៉េចគ្រប់គ្រងការស្រាវជ្រាវអញ្ចឹងដោយដែលអ្នកគ្រូបានលើកអញ្ចឹងគឺធ្វើម៉េចអាចកញ្ចប់ស្រាវជ្រាវហ្នឹងឲ្យវាងាយស្រួលនៅក្នុងសម្រួលដល់អ្នកស្រាវជ្រាវបើសិនជាថាមាននីតិវិធីអីផ្សេងអញ្ចឹងគឺផ្នែកគ្រប់គ្រងគាត់អាចជួយសម្រួលឲ្យបានមិនចាំបាច់ឲ្យអ្នកស្រាវជ្រាវមកធ្វើកិច្ចការនៅក្នុងការរៀបចំផ្ទះនេះទេបាទអ្នករៀបចំផ្ទះនេះគាត់រៀបចំធ្វើម៉េចថាទៅយកលុយយកកន្លែងណាទៅដាក់របាយការណ៍ដាក់កន្លែងណាអីហ្នឹងតែម្ដងបាទវាងាយស្រួលនៅក្នុងការបាទដំណើរការបាទសូមជម្រាបលោកស្រីបាទចាអរគុណនៅសំណួរចាខ្ញុំបើនិយាយពីអតិភិបចំពោះខ្ញុំគឺសន្មតថាធនធានហិរញ្ញវត្ថុមានចាចំពោះខ្ញុំគឺការគ្រប់គ្រងធនធានមនុស្សចាហេតុអីចាព្រោះថាពេលវេលាយើងដើរលឿនណាមួយឆ្នាំទៅមួយឆ្នាំពីមុនយើងថា35ឆ្ងាយ50ឆ្ងាយតែតាមពិតអត់ឆ្ងាយទេចាហេតុអីបានខ្ញុំលើកចំណុចគ្រប់គ្រងធនធានមនុស្សហើយជាពិសេសតាមរយៈការរៀបចំកិច្ចព្រមព្រៀងសមត្ថកម្មចាខ្ញុំជឿថានៅគ្រប់អង្គភាពទាំងអស់ដោយសារតែយើងបានដើរវែងឆ្ងាយហើយគឺមានកម្លាំងបែបសន្ទុះកម្រិត A ចាមានន័យថាអីក៏ធ្វើដែរ innovative ចាកម្រិត B ពេលខ្លះមានដល់កម្រិត C ឬក៏កម្រិត D ចាដែលពេលខ្លះអាចខ្ញុំនិយាយពាក្យអាក្រក់ទៅអាចថាជាប៉ារ៉ាស៊ីតចាមានន័យថាគាត់អត់ធ្វើហើយគាត់ទាញដៃទាញជើងទៀតចាសួរថាតើយើងមានពេលវេលាយូរប៉ុណ្ណាចាព្រោះស្ថានភាពឥឡូវទី1ចក្ខុវិស័យ2050ទី2រឿងបញ្ហាព្រំដែនលក្ខនឹងលក្ខចាហើយយើងអត់អាចពជាពេលបានទេចាដូច្នេះការធ្វើកិច្ចការដែលត្រូវហើយនឹងការប្រតិបត្តិការអភិវឌ្ឍគឺបន្ទាន់ចាត្រឡប់មកវិញចំពោះខ្ញុំសូមឲ្យពិនិត្យលទ្ធភាពទៅលើការធ្វើកិច្ចព្រមព្រៀងសមត្ថកម្មរៀងលំបាកបន្តិចតែបើមិនចាប់ផ្ដើមទេគឺអត់ទៅទេចាសូមអរគុណលោកស្រីសាស្ត្រាចារ្យបាទសន្មតថាលុយមានជាការសន្មតដល់ពិបាកមែនទែនបាទបណ្ដាឯកភាពថាសន្មតថាលុយមានអញ្ចឹងរឿងមួយដែលសំខាន់ត្រូវធ្វើគឺកិច្ចព្រមព្រៀងសមិទ្ធកម្មមានន័យថានៅក្នុងតួនាទីណាមួយហើយមានភារកិច្ចអីត្រូវធ្វើជាបន្តមកត្រូវធ្វើឲ្យចេញលទ្ធផលនេះគឺជារឿងសំខាន់នៃកំណែតម្រង់អភិបាលកិច្ចនៅក្នុងគ្រឹះស្ថានអូខេសូមអរគុណលោកស្រីសាស្ត្រាចារ្យសូមមកសំណួរគត់ពីច្រើនគ្នាណាសូមមកសំណួរគត់ពី
ពីអង្គពិធីហើយសូមបញ្ជាក់ថាបើសំណួរនឹងសួរឲ្យដឹងខ្លួនឯងត្រូវឆ្លើយហើយមិនបាច់សួរទេខាតពេលអញ្ចឹងគឺអ្នកណាដែលអត់ដឹងសោះតែម្ដងសុំលើកដៃព្រោះតែមួយទេបាទខ្ញុំឃើញអ្នកឈរជូនទៅអ្នកឈរតែម្ដងព្រោះមានអ្នកលើកដៃអ្នកអត់ឈរអញ្ចឹងសុំជូនទៅអ្នកឈរនៅខាងនោះបាទសុំក្រុមការងារជួយបាទបើស្អីគាត់ឈរបាទន័យថាខ្លាំងជឿបាទ ជាបឋមសូមសម្ដែងការគោរពអាដកបៈនឹងសុពមុនទាំង5រូបព្រមទាំងសមាជិកសមាជិកានៃអង្គសន្និបាតខ្ញុំបាទឈ្មោះមុំតខាជានាយកវិទ្យាល័យហ៊ុនសែនពាំងប្រាសាទខេត្តឧត្តរមានជ័យសំណួរដែលខ្ញុំចង់សួរទៅកាន់វាគ្មិនទាំង5រូបតែម្ដងហើយសួរថាប្រសិនបើជាការផ្ដោតទៅលើកលងជាជីវៈឬក៏កលងថ្មីនេះអប់រំថ្មីនេះចង់សូមឲ្យសាកលវិទ្យាល័យដែលជាវិទ្យាល័យស្នូលនៅក្នុងប្រទេសរបស់យើងអាចទៅផ្សព្វផ្សាយនៅតាមបណ្ដាសាលារៀននៅជ័យដែនតើអាចបានដែរឬទេបាទគឺហើយទី2គឺថាតើគួរតែផ្ដល់អត្ថប្រយោជន៍សម្រាប់សិស្សដែលគាត់ចង់មករៀនយើងអាចផ្ដល់ពិធី10មកតើបានដែរទេហើយនឹងចុងក្រោយគឺសំណូមពរដល់អាដាមប៉ាដកដូចជាអាដាមសានវឌ្ឍនាដែរអាចសូមចែកជាមួយបន្ទប់មកបាទសូមអរគុណ សូមអរគុណចំពោះសំណួរនេះបាទសូមថ្លែងអំណរគុណមែនទែនដែលលោកគ្រូអញ្ជើញមកពីខេត្តដែលកំពុងតែមានបញ្ហាហើយក្លាហានឡើងសួរសូមអរគុណមែនទែនខ្ញុំសូមបកគលសំណួរនេះជូនទៅអាដាមពោកំធោដោយសារជូនសំណួរនេះតែអាដាមពោកំធោគឺដោយសារអាដាមពោកំធោគាត់ជាម្ចាស់ផ្ទះគាត់ប្រាប់ថាផ្ទះគាត់កន្លែងនេះបាទអញ្ចឹងគឺខ្លាចគាត់បិទលបងបិទអីមកសូមជួយអញ្ជើញទៅអាដាមពោកំធោដើម្បីធ្វើការឆ្លើយនឹងសំណួរនេះបាទ បាទតាមពិតយើងមានកម្មវិធីចុះផ្សព្វផ្សាយជាប្រចាំបាទយើងចុះទៅវិទ្យាល័យគោលដៅមួយចំនួនព្រោះតិចណូយើងមានសាខាចំនួន2បាទមួយនៅត្បូងឃ្មុំបាទអញ្ចឹងពេលដែលចុះផ្សព្វផ្សាយគឺខាងដើម្បីតាក់ទាញនិស្សិតយើងឲ្យទៅរៀននៅត្បូងឃ្មុំគឺយើងចុះផ្សព្វផ្សាយខេត្តដែលនៅជុំវិញខាងត្បូងឃ្មុំហ្នឹងបាទខាងដមានជ័យបាទតាមពិតជាខ្វះចន្លោះដែរដោយសារឆ្ងាយកន្លងមកតែយើងអត់បានទៅដល់នោះទេហើយខ្ញុំគិតថាឆ្នាំនេះទៅតាមលទ្ធភាពនឹងអាចចុះទៅផ្សព្វផ្សាយបន្ថែមទៀតអំពីជំនាញបាទហើយមួយទៀតក៏យើងបានធ្វើការជាមួយនឹងខាង IF ដើម្បីចុះទៅផ្សព្វផ្សាយដែរបាទអញ្ចឹងមិនដល់គ្រប់គោលដៅសាលាទាំងអស់ប៉ុន្តែយើងមានកម្មវិធីទាំងអស់ហ្នឹងបាទអញ្ចឹងអាចថាចប់កម្មវិធីនេះទៅលោកគ្រូអាចជួបខ្ញុំបន្តិចហើយអាចដោះដូរនេមខាតទៅជាមួយគ្នាអាចតាក់ទងគ្នាខ្ញុំអាចបញ្ជូនសាក្រីរបស់ខ្ញុំទៅផ្សព្វផ្សាយដល់នោះបាទអរគុណ ខ្ញុំសុំសំណួរចុងក្រោយបំផុតសំណួរនេះហើយបានខ្ញុំត្រូវផ្ដល់អត្ថភាពពីព្រោះសំណួរនេះប្រហែលជាអាដាមដិតសានវឌ្ឍនាក៏ពិបាកឆ្លើយដែរតែជូនទៅគាត់ដោយសារសំណួរគេសួរគាត់ច្រើនពេកហើយក៏ជាសំណួរចុងក្រោយដែរមុនពេលគ្រប់ផ្ដល់វេទិកាជូនទៅអាដាមដិតស្ភាចាឧបនាយករដ្ឋមន្ត្រីដើម្បីធ្វើការឆ្លុះបញ្ចាំងនិងធ្វើការណែនាំអញ្ចឹងសំណួរនេះគឺសួរថាតើ AI អាចជួយបកស្រាយឬក៏បកប្រែពន្យល់អត្ថន័យខ្លឹមសារនៅលើសិលាចារឹករបស់យើងបានដែរឬទេសំណួរអស្ចារ្យខ្ញុំអានសាថ្មីតើ AI អាចជួយបកស្រាយឬបកប្រែពន្យល់អត្ថន័យខ្លឹមសារនៅលើសិលាចារឹករបស់យើងបានដែរឬទេសូមជូនអាដាមបណ្ឌិតសានវឌ្ឍនាបកស្រាយ ខ្ញុំគិតថាទុកសំណួរនេះពាក់កណ្ដាលគ្រប់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីដើម្បីបកស្រាយប៉ុន្តែខ្ញុំក៏ចង់បង្ហាញជាលក្ខណៈបច្ចេកទេសមួយថាបើសិនជាយើងប្រើ generative AI ដើម្បីបកស្រាយសិលាចារឹកនោះភាគច្រើនយើងប្រើបច្ចេកទេសមួយយើងហៅថា OCR Optical Character Recognition បានន័យថាវា scan ទៅលើតួអក្សរមួយហើយវានិយាយមកថាតួអក្សរហ្នឹងបានន័យថាម៉េចបាទហើយវាតួនាទីគឺជំនួសឲ្យមនុស្ស
ក្នុងការចំណាំក្នុងការអីព្រោះថាសិលាចារឹកមានការវិវត្តច្រើនរចនាបថច្រើនដំណាក់កាលណាស់ហើយសិលាចារឹកនេះក៏វាមានទាំងជាភាសាសំស្ក្រឹតភាសាបាលីភាសាខ្មែរបុរាណទៀតអញ្ចឹងវាមានការប្រែប្រួលច្រើនអញ្ចឹង OCR វាជួយមើលហើយជួយបកប្រែប៉ុន្តែយើងនៅតែអាចអត់តយល់ទេអញ្ចឹងបានខ្ញុំមិញលើកឡើងថាយើងត្រូវធ្វើដល់ដំណាក់កាលមួយយើងហៅថា data lake house បានន័យថាជាការបង្កើតធនធានបញ្ញាមួយដែលជាលក្ខណៈ agentic AI បានន័យថាការវិភាគតាម agentic AI ភាគច្រើនក្នុងករណីសិលាចារឹកគឺប្រើគោលការណ៍មួយយើងហៅថា semantic understanding នេះគឺបានន័យថាមើលទាំងមូលហើយស្វែងយល់ថាតើសិលាចារឹកចង់និយាយអីសិនហើយបានគេធ្វើ chunking កាត់កង់បាទដើម្បីចាប់ផ្ដើមវិភាគហើយបញ្យល់អត្ថន័យវិញអញ្ចឹងជាការចាំបាច់ដោយសារខ្ញុំវាមិនមែនជាអ្នកជំនាញខាងហ្នឹងទេជាការចាំបាច់បំផុតដែលយើងត្រូវមាន large language model ក្នុងប្រទេសយើងជាមួយនឹងធនធានដែលយើងមានហើយដែលយើង train ឲ្យបានច្រើនដងប្រមូលឲ្យបានច្រើនដងវាកើតទៅជាបញ្ញាមួយប្រកខ្មែរយើងហើយនេះជាការចាំបាច់ណាស់ដែលយើងត្រូវធ្វើរឿងនេះបាទសូមគោរពអរគុណបាទហើយសល់អីផ្សេងទៀតទុកជូនឯកឧត្តមឧបមានប្រសាសន៍បាទ បាទអញ្ចឹងគឺវេទិកាពិភាក្សាទី2របស់យើងគឺបានមកដល់ទីបញ្ចប់ហើយខ្ញុំសូមជាថ្មីម្ដងទៀតគ្រប់ថ្លែងអំណរគុណទៅដល់វាគ្មិនរបស់យើងទាំង5រូបដែលបានអញ្ជើញចូលរួមនៅក្នុងវេទិកាទី2ដើម្បីបកស្រាយនៅប្រធានបទយើងនេះហើយជាពិសេសគឺការគោរពបាននៅពេលវេលាបានយ៉ាងល្អលើកលែងតែខ្ញុំទេគេហៅប្រហែលដងថាឲ្យឈប់នៅមិនតាន់ឈប់ចឹងខុសខ្ញុំវិញទេបាទសូមអធិស្ឋានបាទប៉ុន្តែមុនពេលដែលផ្ដល់វេទិកានេះជូនទៅអាយដាមឧបៈខ្ញុំសូមអាននៅសារមួយពីដុកទ័រអ៊ីសាបែលបូខារីដែលគាត់គឺជាអ្នកផ្ដល់យោបល់ជាទីប្រឹក្សារបស់អាយដាមឧបៈនាយករដ្ឋមន្ត្រីគាត់ដាក់ DPM ខ្ញុំគិតថាប្រហែលជាអាយដាមឧបៈនាយករដ្ឋមន្ត្រីយើងហើយនៅក្នុងនេះដែលលោកស្រីគឺស្នើថាវាចាំបាច់ណាស់គឺយើងត្រូវតែបង្កើតឲ្យមានការស្រាវជ្រាវឲ្យបានច្រើនហើយនឹងការធ្វើនវានុវត្តន៍ជាពិសេសគឺពាក់ព័ន្ធជាមួយនឹងបញ្ញាសិប្បនិម្មិតដែលអ្វីយើងបាននិយាយគ្នានៅក្នុងថ្ងៃនេះហើយលោកស្រីក៏បានសង្កត់ធ្ងន់ពីការសិក្សាដោយផ្អែកលើលទ្ធផលសិក្សាដែលយើងហៅថា outcome based education ដែលក្នុងនេះគឺជាអ្វីដែលលោកស្រីបានស្នើឲ្យមានការយកចិត្តទុកដាក់ហើយជាសំណូមពររបស់លោកស្រីបណ្ឌិតគឺក៏ចង់ឲ្យយើងមានការបង្កើននៅការផ្ដល់ប្រឹក្សាយោបល់នៅកម្រិតសាលាបាទជូនទៅដល់សិស្សនិងសិស្សនៅតាមសហគមន៍ផ្សេងពាក់ព័ន្ធជាមួយនឹងការសិក្សានិងឱកាសសិក្សាជាពិសេសគឺពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍជំនាញបច្ចេកទេសអញ្ចឹងនេះគឺខ្ញុំសូមបកប្រែក្រៅផ្លូវការនៅអ្វីដែលលោកស្រីបានផ្ញើជូនមកហើយក៏សូមគោរពថ្លែងអំណរគុណចំពោះលោកស្រីបណ្ឌិតដែលបានផ្ដល់ជាយោបល់ដ៏មានតម្លៃនេះសូមគោរពអរគុណអញ្ចឹងគឺខ្ញុំបញ្ចប់ខ្ញុំសូមជូនវេទិកានេះទៅអ្នកកាន់កម្មវិធីរបស់យើងសូមអរគុណបាទសូមគោរពអរគុណ